បាត់ភ្នែកធំៗគាត់និយាយហែងយកអីរបស់អញពីកន្លែងអញយកសងអញវិញណាគាត់អាកាចទេធម្មតាហើយគាត់អត់ដឹងថាយើងយកអីមកដែរគ្រប់គ្នាសួរថាគេបានយកអីមកអញ្ចឹងអត់មានអ្នកដឹងអញ្ចឹងពេលហ្នឹងបងភ័ស្តុហ្នឹងគាត់ទេទៅលោកសួរថាលោកបងមានរឿងអីចឹងណាហើយលោកបងក៏គាត់ប្រាប់ថាសួរគ្នាយើងមើលមានអ្នកគេយកអីពីកន្លែងដែលយើងទៅថតព្រឹកមិញហ្នឹងអត់អញ្ចឹងមុខសញ្ញាគឺ director ឬពីរនាក់ដែលយករបស់មក director ហើយនឹងប្រອບគឺដកផ្សិតចេញពីដើមពោដែលយើងថតហ្នឹងអាដើមពោនៅកណ្ដាលព្រៃថតព្រឹកមិញហ្នឹងណាហើយចេតនាដែល director យកអាហ្នឹងមកមិនមែនគាត់ចង់បានអីទេគាត់ថានៅក្នុងរឿងហ្នឹងរបៀបបែប1960អីចឹងហើយក្នុងរឿងហ្នឹងតែដែលយើងត្រូវថតហ្នឹងគឺត្រូវប្រើឆ្នាំខ្មែរអញ្ចឹងគាត់ចង់បានអាហ្នឹងធ្វើប្រាប់អីចឹងណាហើយគាត់ក៏មិនដឹងថាវាអាចមានបញ្ហារឿងហ្នឹងដែរយល់ឡើយទៅពេលយើងបេះអត់សមគេរបៀបអត់សមគេចឹងហើយសំខាន់ហ្នឹងពេលទៅថតព្រឹកមិញហ្នឹងអត់មានសែនអីទាំងអស់យល់អត់ថតឆៅចឹងហ្មងកាប់ដាវយកចឹងទៅ director រៀងភ្ញាក់ខ្លួនដែរច្បាស់ពេកចូលនិយាយថាចេះយកអីហើយ director ហ្នឹងគឺគាត់ដឹងហ្មងថាគាត់បានយកអាហ្នឹងមកអញ្ចឹងលោកក៏ប្រាប់ថាឥឡូវទៅសុំកម្មាទោសគេហើយយកនឹងសងគេវិញទៅអញ្ចឹងក៏នាំគ្នាដឹកគ្នាមកឡានទាំងអស់ក្រុមការងារទាំងអស់ហ្នឹងភ័យស្លេកមុខទៅឲ្យធូកឲ្យសម័យមើលតម្រុំទៅដល់កន្លែងថតវិញទុំប្រហែល6 7យប់ហើយឡើងស្ងាត់ជ្រាបហ្មងអញ្ចឹងចាប់ណាយើងគិតថាចាប់មែនអត់មានចាប់ទេមូទៅថតដល់ផ្ទះអ្នកភូមិវិញមានន័យថាយើងសុំកម្មាទោសហើយទៅវិញទៅម៉ាស៊ីនភ្លើងឆេះហ្មងហើយថតធម្មតាអញ្ចឹងទៅថតរហូតដល់ម៉ោងប្រហែល4ភ្លឺម៉ោង4ភ្លឺថតចាប់ឲ្យមានថតចាប់ត្រឹមហ្នឹងហើយដេកទេណា director ប្រាប់ថាត្រូវមកថតនៅកន្លែងហ្នឹងម្ដងទៀតថតមក4ភ្លឺថតស៊ីនបំផុសស្រែកជេរព្រាយថតនៅ